រចនាសម្ព័ន្ធខាងក្នុងនៃបទពិសោធន៍ផែនទីសាមញ្ញពីបទពិសោធន៍ទៅកាន់ការដឹងសាច់ក្តីបង្រៀនស្នូលអ្វីៗទាំងអស់ដែលអ្នកមានបទពិសោធន៍គឺត្រូវបានដឹងរាងកាយត្រូវបានដឹងអារម្មណ៍ក្នុងរាងកាយត្រូវបានដឹងគំនិតត្រូវបានដឹងអារម្មណ៍ចិត្តត្រូវបានដឹងអត្តសញ្ញាណត្រូវបានដឹងភ្ញាក់សុបិននិងដំណេកជ្រៅកើតឡើងហើយរលត់ទៅសំណួរស្នូលគឺតើអ្វីដឹងការផ្លាស់ប្ដូរទាំងអស់នេះវេដាន្តាចង្អុលទៅកាន់ការទទួលស្គាល់ដ៏សាមញ្ញមួយអ្វីដែលផ្លាស់ប្ដូរគឺត្រូវបានដឹងការដឹងគឺជាអ្វីដែលធ្វើឲ្យការផ្លាស់ប្ដូរត្រូវបានដឹង1រាងកាយរូបឧបករណ៍រូបកាយរាងកាយរូបគឺជារាងកាយដែលយើងប្រើសម្រាប់ទទួលបទពិសោធន៍ពីពិភពលោកនិងធ្វើសកម្មភាពក្នុងពិភពលោកមុខងារទទួលបទពិសោធន៍និងឆ្លើយតបតាមរយៈសកម្មភាពការទទួលដឹងការមើលឃើញការស្ដាប់ឮការធំក្លិនការភ្លក្សរសជាតិការប៉ះការដឹងអារម្មណ៍ក្នុងរាងកាយការធ្វើសកម្មភាពដើរនិយាយលូកដៃញ៉ាំធ្វើការធ្វើចលនាលក្ខណៈរាងកាយរូបជារូបធាតុស្ថិតនៅក្នុងលំហផ្លាស់ប្ដូរតាមពេលវេលាអាចទទួលអារម្មណ៍និងធ្វើសកម្មភាពអាចត្រូវបានមើលឃើញនិងមានអារម្មណ៍ដឹងឧទាហរណ៍អ្នកដើរចេញទៅខាងក្រៅពន្លឺត្រូវបានមើលឃើញសំឡេងបាក់សីត្រូវបានស្ដាប់ឮភាពកក់ក្ដៅត្រូវបានដឹងបាតជើងប៉ះនឹងដីបទពិសោធន៍ទាំងនេះពាក់ព័ន្ធនឹងរាងកាយសំណួរស្វែងយល់ខ្លួនឯងតើរាងកាយជាអ្នកដឹងឬរាងកាយខ្លួនវាត្រូវបានដឹងរាងកាយផ្លាស់ប្ដូរជានិច្ចប៉ុន្តែការផ្លាស់ប្ដូររបស់វាត្រូវបានដឹង2រាងកាយសុខុមឧបករណ៍ខាងក្នុងដែលសកម្មក្នុងវេដាន្តារាងកាយសុខុមគឺជាគំរូបង្រៀនមួយសម្រាប់ពន្យល់មុខងារខាងក្នុងនៃបទពិសោធន៍សម្រាប់ការបង្រៀនជាក់ស្ដែងយើងអាចបែងចែកជា4មុខងារសំខាន់ចិត្តបញ្ញាការចងចាំអហង្ការទាំង4នេះមិនចាំបាច់ជាវត្ថុរូបកាយ4ដាច់ដោយឡែកពីគ្នាទេវាជាមុខងារ4នៃជីវិតខាងក្នុងចិត្តទទួលនិងពិចារណាចិត្តទទួលយកអ្វីដែលកំពុងកើតឡើងនិងពិចារណាលទ្ធភាពផ្សេងៗមុខងារផ្ដោតការយកចិត្តទុកដាក់កត់សម្គាល់ប្រៀបធៀបឆ្ងល់សង្ស័យពិចារណាសំណួរមូលដ្ឋានរបស់វាគឺតើអ្វីកំពុងកើតឡើងឧទាហរណ៍អ្នកឮសំឡេងមួយចិត្តកត់សម្គាល់ថាមានអ្វីមួយកើតឡើងបញ្ញាយល់និងសម្រេចបញ្ញាមានមុខងារបែងចែកវាតម្លៃយល់និងជ្រើសរើសមុខងារទទួលស្គាល់បែងចែកវែកញែកវិនិច្ឆ័យយល់សម្រេចចិត្តសំណួរមូលដ្ឋានរបស់វាគឺតើអ្វីពិតហើយខ្ញុំគួរធ្វើអ្វីឧទាហរណ៍អ្នកទទួលស្គាល់ថានោះជាសំឡេងផ្គរខ្ញុំគួរចូលទៅខាងក្នុងចិត្តបង្ហាញលទ្ធភាពបញ្ញាឈានទៅដល់ការសម្រេចការចងចាំរក្សាទុកនិងរំលឹកឡើងវិញការចងចាំរក្សាស្នាមនៃបទពិសោធន៍ពីអតីតកាលមុខងារចងចាំរំលឹកភ្ជាប់បទពិសោធន៍លំនាំដែលបានរៀនស្នាមបទពិសោធន៍ទំនោរដែលកើតឡើងជាញឹកញាប់សំណួរមូលដ្ឋានរបស់វាគឺតើខ្ញុំធ្លាប់ជួបអ្វីដូចនេះពីមុនទេឧទាហរណ៍សំឡេងផ្គរធ្វើឲ្យអ្នកនឹកឃើញព្យុះពីមុនបទពិសោធន៍អតីតកាលចូលរួមក្នុងការបកស្រាយបទពិសោធន៍បច្ចុប្បន្នអហង្ការធ្វើឲ្យបទពិសោធន៍คล้ายជារឿងផ្ទាល់ខ្លួនអហង្ការគឺជាមុខងារបង្កើតអារម្មណ៍ថាខ្ញុំវាភ្ជាប់បទពិសោធន៍ទៅនឹងខ្ញុំរបស់ខ្ញុំសម្រាប់ខ្ញុំមុខងារការកំណត់ខ្លួនឯងការចាត់ទុកថាជារបស់ខ្លួនគោលនីតិរូបភាពអំពីខ្លួនឯងអារម្មណ៍ថាខ្លួនជាអ្នកធ្វើរឿងរ៉ាវផ្ទាល់ខ្លួនសំណួរមូលដ្ឋានរបស់វាគឺរឿងនេះមានន័យអ្វីចំពោះខ្ញុំឧទាហរណ៍
ជំនួសឲ្យការដឹងថាភាពភ័យខ្លាចកំពុងកើតឡើងអហង្ការនិយាយថាខ្ញុំកំពុងភ័យជំនួសឲ្យគំនិតមួយបានកើតឡើងអហង្ការនិយាយថានេះជាគំនិតរបស់ខ្ញុំការបែងចែកនេះសំខាន់ណាស់ក្នុងការស្វែងយល់ខ្លួនឯង3របៀបដែលបទពិសោធន៍คล้ายជារឿងផ្ទាល់ខ្លួនបទពិសោធន៍ប្រចាំថ្ងៃត្រូវបានរៀបចំតាមក្របខ័ណ្ឌផ្លូវចិត្តមួយចំនួនគំរូសាមញ្ញដែលអាចប្រើបានគឺពេលវេលាពេលណាអតីតកាលបច្ចុប្បន្នអនាគតទីតាំងនៅឯណាទីនេះទីនោះចិត្តឆ្ងាយវត្ថុអ្វីរាងកាយមនុស្សសំឡេងគំនិតស្ថានភាពការកំណត់អត្តសញ្ញាណតើខ្ញុំកំពុងចាត់ទុកខ្លួនឯងជាអ្វីរាងកាយទួលនីតិបុគ្គលិកលក្ខណៈអ្នកគិតអ្នកធ្វើទាំងនេះរួមគ្នាបង្កើតរចនាសម្ព័ន្ធធម្មតាថាខ្ញុំនៅទីនេះកំពុងជួបរឿងនេះនៅពេលនេះរចនាសម្ព័ន្ធនេះមានប្រយោជន៍សម្រាប់ជីវិតបញ្ហាមិនមែនការមានវាទេបញ្ហាកើតឡើងនៅពេលយើងយល់ថារចនាសម្ព័ន្ធប៉ាន្តអាសិននេះគឺជាអត្តសញ្ញាណដ៏ជ្រៅបំផុតរបស់យើង4រាងកាយហេតុសក្តានុពលដែលមិនទាន់លេចឡើងក្នុងវិធានតរាងកាយហេតុចំអល់ទៅកាន់ស្ថានភាពមិនទាន់លេចឡើងដែលលំនាំផ្លូវចិត្តរបស់បុគ្គលអាចកើតចេញពីវាគំរូបង្រៀនសាមញ្ញអវិជ្ជាទំនោរលក្ខកំបាំងសក្តានុពលបទពិសោធន៍ដែលលេចឡើងអវិជ្ជាមិនទទួលស្គាល់ធម្មជាតិពិតរបស់ខ្លួនក្នុងវេដាន្តាកំហុសមូលដ្ឋានគឺយកអ្វីដែលត្រូវបានដឹងទៅចាត់ទុកថាជាអ្នកដឹងឧទាហរណ៍ខ្ញុំគ្រាន់តែជារាងកាយនេះខ្ញុំជាគំនិតរបស់ខ្ញុំបុគ្គលិកលក្ខណៈរបស់ខ្ញុំគឺជាខ្ញុំយ៉ាងពិតប្រាកដទំនោរលក្ខកំបាំងបទពិសោធន៍ពីអតីតកាលបន្សល់ទុកទំនោរវាអាចលេចឡើងជាចំណូលចិត្តការភ័យខ្លាចទម្លាប់ការតាក់ទាញការជៀសវាងប្រតិកម្មដែលបានបន្តោះវាមិនចាំបាច់សកម្មក្នុងការគិតគ្រប់ពេលទេវាអាចស្ថិតនៅជាលំនាំសក្តានុពលសក្តានុពលកម្មហេតុអាចមានរួចហើយមុនពេលផលរបស់វាលេចឡើងទំនោរមួយអាចស្ងប់លាក់ខ្លួនរហូតដល់មានលក្ខខណ្ឌសំស្របហេតុនេះហើយសភាពហេតុអាចប្រៀបបាននឹងគ្រាប់ពូជក្នុងគ្រាប់ពូជយើងមិនឃើញដើមឈើទេប៉ុន្តែសក្តានុពលនៃដើមឈើនៅតែមាន5សភាព3វេដន្តាពិនិត្យសភាពបទពិសោធន៍ធម្មតា3ភ្ញាក់សុបិនដំណេកជ្រៅសភាពភ្ញាក់រាងកាយមានចិត្តនៅពិភពលោកលេចឡើងអ្នកមានបទពិសោធន៍ថាខ្ញុំភ្ញាក់ហើយកំពុងរស់នៅក្នុងពិភពលោកមួយសភាពសុបិនពិភពផ្លូវចិត្តមួយលេចឡើងដោយមិនពឹងផ្អែកលើការទទួលដឹងពីពិភពខាងក្រៅដោយសភាពភ្ញាក់រាងកាយក្នុងសុបិនវត្ថុក្នុងសុបិនលំហក្នុងសុបិននិងពេលវេលាក្នុងសុបិនអាចលេចឡើងទាំងអស់នៅពេលកំពុងសុបិនអាចមើលទៅដូចជាការពិតទាំងស្រុងដំណេកជ្រៅវត្ថុគំនិតនិងអត្តសញ្ញាណផ្ទាល់ខ្លួនមិនលេចឡើងតាមរបៀបធម្មតាមិនមានបទពិសោធន៍ធម្មតាថាខ្ញុំជាមនុស្សនេះហើយខ្ញុំកំពុងធ្វើរឿងនេះប៉ុន្តែមានការបែងចែកដ៏សំខាន់មួយដែលត្រូវយល់ដំណេកជ្រៅមិនមែនជាការរំដោះក្នុងដំណេកជ្រៅសកម្មភាពផ្លូវចិត្តធម្មតាអវត្តមានប៉ុន្តែមិនមានន័យថាមានការស្គាល់ធម្មជាតិពិតរបស់ខ្លួនឡើយក្រោយពេលភ្ញាក់ឡើងអវិជ្ជាត្រឡប់មកវិញការកំណត់អត្តសញ្ញាណត្រឡប់មកវិញបញ្ហាត្រឡប់មកវិញរឿងរ៉ាវផ្ទាល់ខ្លួនត្រឡប់មកវិញដូច្នេះអវត្តមាននៃគំនិតមិនស្មើនឹងការស្គាល់ខ្លួនពិតទេនេះជាចំណុចសំខាន់បំផុតមួយសម្រាប់ការបង្រៀនអំពីការដឹងការរំដោះមិនមែនគ្រាន់តែធ្វើឲ្យចិត្តបាត់ទៅទេវាគឺជាការទទួលស្គាល់ថាអ្នកជាអ្វីទោះចិត្តសកម្មឬស្ងប់ក៏ដោយ6
ការដឹងឬអាត្មាអ្នកដឹងឥឡូវយើងមកដល់សំណួរស្នូលអ្វីដែលបានពិភាក្សាខាងលើអាចត្រូវបានដឹងរាងកាយត្រូវបានដឹងអារម្មណ៍ក្នុងរាងកាយត្រូវបានដឹងគំនិតត្រូវបានដឹងការចងចាំត្រូវបានដឹងអារម្មណ៍ចិត្តត្រូវបានដឹងអត្តសញ្ញាណត្រូវបានដឹងសភាពភ្ញាក់ត្រូវបានដឹងសុបិនត្រូវបានដឹងដូច្នេះវេដានតាសួរថាតើអ្វីជាអ្នកដឹងការដឹងមិនមែនជាគំនិតមួយទៀតដែលលេចឡើងនៅក្បែរគំនិតផ្សេងទេវាមិនមែនជាអារម្មណ៍ក្នុងរាងកាយដែលលាក់នៅកន្លែងណាមួយទេវាមិនមែនជាអារម្មណ៍ចិត្តវាមិនមែនជាបុគ្គលិកលក្ខណៈវាមិនមែនជាសភាពស្ងប់សុខបានតអាសន្នការដឹងមានន័យថាអ្វីដែលធ្វើឲ្យបទពិសោធន៍ត្រូវបានដឹងសម្រាប់ការបង្រៀនចាត់ស្ដែងអាចចំអល់បង្ហាញដោយវត្តមានការដឹងភាពបាត់ចំហកុំយល់ថាទាំង3នេះជាវត្ថុ3ដាច់ដោយឡែកវាគ្រាន់តែចំអល់ទៅកាន់ការពិតភ្លាមតែមួយបទពិសោធន៍កំពុងមានវត្តមានហើយវាត្រូវបានដឹង7ការបែងចែកស្នូលអ្វីដែលត្រូវបានដឹងនិងអ្នកដឹងនេះជាបេះដូងនៃសារក្តីបង្រៀនទាំងមូលអ្វីដែលត្រូវបានដឹងអ្វីទាំងអស់ដែលលេចឡើងរាងកាយអារម្មណ៍ក្នុងរាងកាយការទទួលដឹងគំនិតការចងចាំអារម្មណ៍ចិត្តអត្តសញ្ញាណសុបិនភាពស្ងប់របស់ចិត្តទាំងអស់នេះអាចផ្លាស់ប្ដូរអ្នកដឹងការដឹងដូច្នេះសំណួរស្វែងយល់មិនមែនជាចម្បងថាតើខ្ញុំអាចបង្កើតការដឹងដោយរបៀបណាការដឹងមិនមែនជាអ្វីដែលអ្នកត្រូវបង្កើតឡើងទេផ្ទុយទៅវិញសួរថាតើអ្វីកំពុងដឹងបទពិសោធន៍នេះរួចហើយ8ការប្រុងប្រយ័ត្នដ៏សំខាន់បំផុតការស្វែងយល់ខ្លួនឯងអាចនាំឲ្យមានកំហុសដ៏សែនល្អិតមួយអ្នកអាចចាប់តាមស្វែងរកការដឹងដូចជាវាជាពន្លឺមួយនៅក្នុងក្បាលអារម្មណ៍សុខសាន្តលំហទទេភាពស្ងប់សាច់ក្តីសុខដ៏ជ្រៅសភាពសមាធិពិសេសចន្លោះរវាងគំនិតច្របចូលទៅកាន់ដំណេកបទពិសោធន៍ទាំងនេះអាចមានតម្លៃប៉ុន្តែសូមកត់សម្គាល់វាទាំងអស់ត្រូវបានដឹងដូច្នេះវានៅតែជាអ្វីដែលលេចឡើងនិងត្រូវបានដឹងកុំច្រឡំបទពិសោធន៍ពិសេសណាមួយជាមួយអ្នកដឹងបទពិសោធន៍នោះការយល់ចំណុចនេះធ្វើឲ្យការស្វែងយល់កាន់តែជ្រៅ9ការស្វែងយល់ខ្លួនឯងជាក់ស្ដែងប្រើចលនាសាមញ្ញ3 1កត់សម្គាល់អ្វីដែលផ្លាស់ប្ដូរកត់សម្គាល់អារម្មណ៍ក្នុងរាងកាយដង្ហើមសំឡេងគំនិតអារម្មណ៍ចិត្តការយកចិត្តទុកដាក់អត្តសញ្ញាណសួរថាតើនេះកំពុងផ្លាស់ប្ដូរឬទេបើផ្លាស់ប្ដូរគ្រាន់តែទទួលស្គាល់ថានេះត្រូវបានដឹង2កត់សម្គាល់ថាវាត្រូវបានដឹងកុំប្រញាប់ស្វែងរកវត្ថុមួយទៀតហើយហៅវាថាការដឹងគ្រាន់តែទទួលស្គាល់ថាបទពិសោធន៍នេះត្រូវបានដឹងគំនិតកើតឡើងត្រូវបានដឹងសំឡេងកើតឡើងត្រូវបានដឹងការភ័យខ្លាចកើតឡើងត្រូវបានដឹងភាពស្ងប់កើតឡើងត្រូវបានដឹង3សម្រាប់ដោយមិនបង្កើតអត្តសញ្ញាណថ្មីកុំសន្និដ្ឋានថាខ្ញុំជាអ្នកសង្កេតពិសេសម្នាក់ដែលនៅពីក្រោយបទពិសោធន៍ការគិតបែបនេះគ្រាន់តែបង្កើតអត្តសញ្ញាណផ្លូវចិត្តថ្មីមួយទៀតផ្ទុយទៅវិញស្ថិតនៅជាមួយការទទួលស្គាល់ដ៏សាមញ្ញថាបទពិសោធន៍កំពុងលេចឡើងហើយវាត្រូវបានដឹងមិនចាំបាច់តស៊ូឡើយ10ឧទាហរណ៍ជាក់ស្ដែងឧបមាថាកំហឹងកើតឡើងរាងកាយរូបបេះដូងលោតលឿនមុខស្តៅសាច់ដុំតឹងរាងកាយសុខុមចិត្តតើមានអ្វីកើតឡើងការចងចាំគាត់ធ្លាប់ធ្វើបែបនេះពីមុនបញ្ញារឿងនេះមិនត្រឹមត្រូវទេអហង្ការគាត់មិនគោរពខ្ញុំទំនោរលាក់កំបាំង
លំនាំចាស់មានឥទ្ធិពលលើប្រតិកម្មបច្ចុប្បន្នការដឹងគ្រប់ផ្នែកនៃដំណើរការនេះត្រូវបានដឹងដូច្នេះជំនួសឲ្យការคลายទៅជាខ្ញុំខឹងសូមឈប់បន្តិចហើយទទួលស្គាល់ថាកំហឹងកំពុងមានវត្តមានហើយវាត្រូវបានដឹងនេះមិនមែនជាការបដិសេធកំហឹងទេវាបង្កើតចន្លោះពីការកំណត់ខ្លួនឯងទាំងស្រុងជាមួយកំហឹង11អ្វីដែលការរំដោះមិនមែនការរំដោះមិនតម្រូវឲ្យគ្មានរាងកាយគ្មានគំនិតគ្មានអារម្មណ៍ចិត្តគ្មានបុគ្គលិកលក្ខណៈគ្មានសកម្មភាពគ្មានពិភពលោកអ្វីទាំងនេះបន្តទៅតាមជីវិតនិងលក្ខខណ្ឌការផ្លាស់ប្ដូរដ៏ជ្រៅគឺពីការកំណត់ខ្លួនឯងជាមួយបទពិសោធន៍ដែលផ្លាស់ប្ដូរទៅកាន់ការទទួលស្គាល់ការដឹងដែលជាមូលដ្ឋាននៃការដឹងបទពិសោធន៍ដូច្នេះគោលដៅមិនមែនបំផ្លាញបទពិសោធន៍ប៉ុន្តែគឺយល់បទពិសោធន៍ឲ្យបានត្រឹមត្រូវ12ផែនទីទាំងមូលរាងកាយរូបឧបករណ៍រូបកាយការទទួលដឹងសកម្មភាពរាងកាយសុខុមឧបករណ៍ខាងក្នុងដែលសកម្មចិត្តបញ្ញាការចងចាំអហង្ការការគិតការចងចាំការស្រមៃអារម្មណ៍ចិត្តអត្តសញ្ញាណរាងកាយហេតុសក្តានុពលដែលមិនទាន់លេចឡើងអវិជ្ជាទំនោរលក្ខខណ្ឌបំទោសសក្តានុពលការដឹងឬអាត្មាអ្នកដឹងអ្វីដែលធ្វើឲ្យទាំង3ខាងលើត្រូវបានដឹងប៉ុន្តែត្រូវចងចាំថាព្រួញទាំងនេះគ្រាន់តែជាផែនទីសម្រាប់ការបង្រៀនមិនមែនជារចនាសម្ព័ន្ធរូបកាយដែលមានស្រទាប់ជាក់ស្ដែងទេកុំស្រមៃថាការដឹងជាស្រទាប់មួយទៀតដែលលាក់នៅក្រោមរាងកាយការដឹងចំអល់ទៅកាន់ការដឹងដែលមានវត្តមានរួចហើយក្នុងគ្រប់បទពិសោធន៍13សាច់ក្តីបង្រៀនសាមញ្ញបំផុតសម្រាប់អ្នកចាប់ផ្ដើមសៀវភៅទាំងមូលអាចសង្ខេបជាការសង្កេត4ចំណុច1រាងកាយផ្លាស់ប្ដូរហើយការផ្លាស់ប្ដូររបស់វាត្រូវបានដឹង2ចិត្តផ្លាស់ប្ដូរគំនិតការចងចាំអារម្មណ៍ចិត្តនិងអត្តសញ្ញាណកើតឡើងហើយរលត់ទៅវាទាំងអស់ត្រូវបានដឹង3សភាពផ្លាស់ប្ដូរភ្ញាក់កើតឡើងសុបិនកើតឡើងដំណេកជ្រៅកើតឡើងគ្មានសភាពណាមួយស្ថិតនៅជាអចិន្ត្រៃយ៍ទេ4ស្វែងយល់អំពីអ្នកដឹងសួរថាតើអ្វីដឹងបទពិសោធន៍ដែលកំពុងផ្លាស់ប្ដូរទាំងនេះកុំប្រញាប់ឆ្លើយដោយគំនិតសង្កេតដោយផ្ទាល់ខ្លឹមសារស្នូលស្គាល់រាងកាយថាជាអ្វីដែលត្រូវបានដឹងស្គាល់ចិត្តថាជាអ្វីដែលត្រូវបានដឹងស្គាល់គ្រប់សភាពថាជាអ្វីដែលផ្លាស់ប្ដូរទទួលស្គាល់ការដឹងថាជាអ្នកដឹងសាច់ក្តីបង្រៀនដ៏ជ្រៅបំផុតអាចនិយាយយ៉ាងសាមញ្ញថារាងកាយលេចឡើងហើយត្រូវបានដឹងចិត្តលេចឡើងហើយត្រូវបានដឹងគ្រប់សភាពកើតឡើងហើយរលត់ទៅកុំស្វែងរកការដឹងដូចជាវាជាបទពិសោធន៍មួយទៀតចូលទទួលស្គាល់អ្វីដែលធ្វើឲ្យគ្រប់បទពិសោធន៍ត្រូវបានដឹងរួចហើយស្គាល់អ្វីដែលត្រូវបានដឹងទទួលស្គាល់អ្នកដឹងរស់នៅដោយមិនច្រឡំរវាងទាំងពីរ